កុំស្ដាយក្រោយចំពោះរឿងរ៉ាវដែលបានកន្លងហួសរឿងល្អៗនឹងខ្លាចជាការចងចាំដ៏ស្រស់ស្អាតចំណែករឿងលំបាកនឹងខ្លាចជាមេរៀនដ៏ល្អអតីតកាលជាគ្រូមិនមែនជាគុណចងក្បួនបេះដូងឡើយនៅក្នុងការរស់នៅប្រចាំថ្ងៃយើងម្នាក់តែងតែជួបប្រទះទាំងថ្ងៃដែលមានពន្លឺថ្ងៃដែលត្រជាក់ត្រចង់និងថ្ងៃដែលមានព្យុះភ្លៀងបក់បោកមនុស្សភាគច្រើនជារឿយតែងតែធ្លាក់ចូលទៅក្នុងអន្លង់នៃភាពស្ដាយក្រោយចំពោះការសម្រេចចិត្តខុសឆ្គងឬរឿងរ៉ាវដែលបានកន្លងហួសទៅហើយដោយភ្លេចគិតថាគ្មាននរណាម្នាក់អាចបង្វិលត្រនិចនៃលកាឲ្យត្រឡប់ក្រោយបានឡើយទស្សនវិជ្ជាជីវិតដ៏សាមញ្ញប៉ុន្តែមានតម្លៃបំផុតសម្រាប់ដាស់តឿនចិត្តខ្លួនឯងគឺរឿងល្អៗគឺជាកម្លាំងចិត្តនិងជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតនៅក្នុងចិត្តដែលរំលឹកយើងថាជីវិតធ្លាប់មានក្តីសុខកម្រិតណាចូលញញឹមរក្សាវាទុកនិងដឹងគុណវារឿងលំបាកនិងភាពបរាជ័យកុំចាប់ទុកជាវាសនារបួសដែលមកបំផ្លាញជីវិតប៉ុន្តែចូលចាប់ទុកវាជាវគ្គបណ្ដុះបណ្ដាលដល់ពិសេសដែលមកពុតលុតដំយើងឲ្យរឹងមាំមានប្រាជ្ញានិងចាស់ជាងមុនជីវិតបច្ចុប្បន្ននិងថ្ងៃស្អែកគឺជាការរស់នៅដែលមានគ្រប់សពបើថ្ងៃនេះមានរឿងល្អចូលរីករាយនឹងចែករំលែកបើថ្ងៃនោះជួបរឿងអាក្រក់ចូលស្រូបយកមេរៀនពីវារួចរៀបចំខ្លួនដើរទៅមុខបន្តទៀតដោយភាពជឿជាក់ឃ្លាលើកទឹកចិត្តកុំជឿរើសខ្ញុំដោយគ្មានការស្វែងយល់ហើយកុំបាត់បង់ខ្ញុំដោយសារតែការយល់ច្រឡំខ្ញុំអាចនឹងខុសនៅពេលណាមួយឬកន្លែងណាមួយប៉ុន្តែមិនមែនខុសគ្រប់ពេលគ្រប់កន្លែងនោះទេសិល្បៈនៃការមើលមនុស្សនិងតម្លៃពិតនៃជីវិតនៅក្នុងសង្គមរស់នៅប្រចាំថ្ងៃមនុស្សភាគច្រើនចូលចិត្តវិតម្លៃអ្នកដទៃតាមរយៈភ្នែកនិងត្រចៀកជាជាងការប្រើប្រាស់បេះដូងនិងកាយវិការស្វែងយល់កុំជ្រើសរើសខ្ញុំដោយគ្មានការស្វែងយល់ហើយក៏កុំបាត់បង់ខ្ញុំដោយសារតែការយល់ច្រឡំជាការពិតណាស់ក្នុងនាមជាមនុស្សលោកម្នាក់មិនមែនជាព្រះអរហន្តដែលល្អឥតខ្ចោះនោះទេយើងអាចនឹងធ្វើខុសនៅពេលណាមួយសម្រាប់ចិត្តខុសនៅកន្លែងណាមួយប៉ុន្តែវាមិនមែនមានន័យថាជីវិតយើងខុសគ្រប់ពេលនិងគ្រប់ទីកន្លែងនោះឡើយកំហុសខុសឆ្គងពេលដែលមិនមែនជាទម្រង់នៃជីវិតទាំងមូលនោះទេការវិតម្លៃមនុស្សម្នាក់ត្រឹមត្រូវមួយជ្រុងនៃជីវិតរបស់គេវាស្មើនឹងការបិទសិភៅទាំងក្បាលត្រឹមតែអានខុសមួយបន្ទាត់អញ្ចឹងដែរបើស្រឡាញ់ចូលរៀនស្វែងយល់បើចង់រាប់អានចូលរៀនអត់និងមើលឲ្យឃើញពីតម្លៃពិតនៅពីក្រោយកំហុសខុសឆ្គងទាំងនោះ